Bạnសួស្តីបងប្អូនជាកសិករយើងបងប្អូនបាទថ្ងៃនេះខ្ញុំមកធ្វើការចាក់គោម្ដងទៀតបាទគឺថ្ងៃនេះខ្ញុំមកចាក់មកដល់ខេត្តកំពង់ធំឯងបងប្អូនហើយមកចាក់គោនេះគឺបងប្អូនខាងឪពុករបស់ខ្ញុំគាត់ហៅមកចាក់គោដើម្បីទម្លាក់សត្វល្អិតគោគាត់3 4ក្បាលដែរអញ្ចឹងបងប្អូនហើយគោរបស់គាត់គឺមេវាល្អហើយកូនកើតណាសិរកូនកូនបកាត់របស់គាត់នេះគឺល្អបាទហើយមកចាក់3 4ក្បាលនេះគឺមកចាក់ហើយគឺផឹកស៊ីនៅនឹងតែម្ដងបងប្អូនបាទមិនងាយបានមកណាបាទហើយអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការចាក់ទម្លាក់សត្វល្អិតទេបងប្អូនគឺខ្ញុំចាក់អ៊ីវមិចនេះបងប្អូនអ៊ីវមិចទីនហើយនឹងប្រភេទ ADE B complex បាទដើម្បីជំនួយបាទឲ្យវាលូតលាស់បាទស៊ីបានច្រើនហើយឆាប់លូតលាស់សាច់បាទហើយការចាក់យើងចាក់តែម្ដងហ្នឹងទៅបងប្អូនចាក់ម្ដងបាន3ខែណោះបងប្អូនណាបាទប៉ុន្តែជាក់ស្ដែងបងប្អូនយើងបាទកសិករអ្នកចំគោទូទៅបាទមួយឆ្នាំអីណោះដឹងបងប្អូនបើគាត់ចាក់ម្ដងបាទជួនកាលគាត់មិនដែលបានចាក់ផងបាទថ្នាំទម្លាក់សត្វល្អិតអីនេះហើយសម្រាប់ថ្នាំទម្លាក់សត្វល្អិត Ivermectin នេះគឺវាមានប្រសិទ្ធភាពបាទទៅលើការទម្លាក់ចៃដង្កែបាទចៃដង្កែដែលតោងនៅលើស្បែកគោហើយនឹងប្រភេទព្រូនដែលនៅក្នុងពោះវៀនក្នុងពោះរបស់គោហើយបើយើងថាចង់ឲ្យវាឡើងសាច់ល្អបងប្អូនណាយើងគួរតែចាក់រៀងរាល់3ខែម្ដងទៅល្អបងប្អូនឬក៏មិនអញ្ចឹងបងប្អូនថាមិនចេះចាក់ទេបាទហៅពេទ្យទៅចាក់ឬក៏មិនអញ្ចឹងបងប្អូនអាចធ្វើការទិញថ្នាំប្រភេទ Albendazole អីចឹងក៏បានដែរប៉ុន្តែអាហ្នឹងប្រសិទ្ធភាពរបស់វាគឺអាចទម្លាក់តែទៅលើសត្វល្អិតនៅក្នុងពោះវៀនក្នុងខ្លួនសត្វទេបាទมันអាចទម្លាក់ដូចជាចៃដង្កែនៅលើស្បែកគោបានទេបងប្អូនណាបាទមិនមែនតែប្រភេទថ្នាំទម្លាក់សត្វល្អិតគឺដោយតែគ្នាវាមានជាប្រភេទរបស់វាអាហ្នឹងយើងសួរតាមដេប៉ូកន្លែងលក់ថ្នាំសត្វឬក៏សួរពេទ្យគេទៅគេដឹងហើយបងប្អូនណាបាទហើយតែគាត់ថាខ្ញុំធ្វើការចាក់នេះគឺជាប្រភេទ Ivermectin ដែលវាមានប្រសិទ្ធភាពទម្លាក់សត្វល្អិតទាំងក្នុងទាំងក្រៅបាទបានទាំងក្នុងបានទាំងក្រៅមានន័យថាបានទាំងក្នុងហ្នឹងគឺទៅលើព្រូនដែលតោងនៅតាមជញ្ជាំងពោះវៀនតោងនៅក្នុងខ្លួនរបស់សត្វហ្នឹងគឺវាធ្លាក់មកឲ្យព្រូនអីហ្នឹងបាទហើយខាងក្រៅគឺសំដៅទៅលើចៃដង្កែបងប្អូនណាគឺវាធ្លាក់ទាំងពីរផ្លូវហ្នឹងតែម្ដងគឺវាល្អបាទហើយដល់អញ្ចឹងគឺយើងអាស្រ័យបងប្អូនអាស្រ័យលើបងប្អូនទេបងប្អូនគិតថាគោបងប្អូនអត់មានចៃដង្កែទេយើងគ្រាន់តែជាប្រើជាប្រភេទថ្នាំកញ្ចប់ដើម្បីបញ្ជ្រក់វាក៏បានដែរ Albendazole អីហ្នឹងឬក៏ Levamisole អីហ្នឹងអាចបញ្ជ្រក់វាបានដែរបាទវាអាចតម្លាក់ព្រូនតម្លាក់អីគោរបស់យើងឆាប់ធំបាទតែបើសិនណាគោបងប្អូនមានចៃដង្កែដែរយើងប្រើជាប្រភេទថ្នាំចាក់បាទបងប្អូនអត់ចេះចាក់ទេហៅពេទ្យគេទៅចាក់ទៅបងប្អូនតម្លៃសមរម្យទេបងប្អូនអត់ថ្លៃទេហើយបើសិនតែយើងទុកវាអញ្ចឹងធ្វើបាបគោហើយគោរបស់យើងស៊ីស្មើដែរវាអត់ឡើងគីឡូទៅណាបងប្អូនចេះតែថាចំគោខ្ញុំស៊ីមិនឡើងគីឡូបាទអាហ្នឹងគឺជាកន្លែងបាទដែលយើងត្រូវដឹងបងប្អូនណាបាទរៀងរាល់3ខែម្ដងយើងចាក់ទៅបងប្អូនណាឬក៏មិនអញ្ចឹងយើងប្រើជាប្រភេទថ្នាំកញ្ចប់បាទបើលើវ៉ាអីហ្នឹងវាមកកញ្ចប់2000ទេបងប្អូនតែបើសិន Albendazole បាទមកកញ្ចប់របស់វាគឺ3000ច្រកបានមួយក្បាលបាទមកកញ្ចប់បាន200គីឡូគោបងប្អូនណាបាទហើយអឺអានេះគ្រាន់តែខ្ញុំចង់អឺបញ្ជាក់ប្រាប់បងប្អូនកុំឲ្យយល់ច្រឡំកន្លែងហ្នឹងបងប្អូនណាបាទបងប្អូនអត់ច្បាស់ឬក៏ចង់ដឹងបន្ថែមទៀតបើសិនជាខ្ញុំបកស្រាយទៅមិនសូវច្បាស់ទេបងប្អូនអាចបាទឆាតមកខ្ញុំតាម Telegram ឬក៏តាម Facebook ក៏បានដែរបងប្អូនពីព្រោះអីខ្ញុំដាក់នៅលើនេះដើម្បីបងប្អូនមើលបាទព្រោះលេខរបស់ខ្ញុំមានលេខ097 937 1717មួយខ្សែទៀត087 400 616បាទលេខ2ខ្សែហ្នឹងសុទ្ធតែលេខប្រើឲ្យបងប្អូនណាបាទលេខអត់ប្រើខ្ញុំអត់ប្រើទេបងប្អូនបាទហើយ2ខ្សែហ្នឹងសុទ្ធតែលេខ Telegram ដែរបងប្អូនអាចឆាតមកតាមលេខខ្សែមួយណាក៏បានដែរឬមិនចឹងបងប្អូនអាចតាក់ទងមកតាម Facebook បាទ Facebook ឈ្មោះថាច័ន្ទនីពេទ្យសត្វបាទច័ន្ទនីពេទ្យសត្វបេះដូងស្មោះស្នេហ៍ថាលេខទៀតបងប្អូនណាបាទច័ន្ទនីពេទ្យសត្វបាទអញ្ចឹងបងប្អូនអាចឆាតមកតាម Facebook ក៏បានបាទឆាតមកតាម Telegram ក៏បានដែរបាទហើយចែកម្លែកទាំងអស់គ្នាបងប្អូនយើងបងប្អូនខ្មែរទាំងអស់គ្នាយើងមិនលាក់តាណាទេបាទស្លាប់ទៅមិនយកតាណាទេបងប្អូនណាបាទអរគុណ